សម្ដេចបវរធិបតីនិងប្រធានាធិបតីសហរដ្ឋអាមេរិកពិភាក្សាគ្នាតាមទូរស័ព្ទអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនេះបើយោងតាមរយៈបណ្ដាញសង្គមផ្លូវការរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយប់ថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះក្នុងជំនួបនោះសម្ដេចបវរធិបតីបានលើកឡើងថាតាំងនាមប្រជាពលរដ្ឋកម្ពុជាសម្ដេចបានថ្លែងអំណរគុណលោកប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងសម្របសម្រួលឲ្យមានបទចុះបាញ់រវាងកម្ពុជានិងថៃកន្លងមកនិងសម្រេចបាននៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃសម្ដេចក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍និងយន្តការទ្វេភាគីដែលបានឯកភាពគ្នារួមទាំងការដោះមានមនុស្សធម៌តាមបណ្ដោយព្រំដែនសម្ដេចបវរធិបតីបានឲ្យដឹងទៀតថាលោកប្រធានាធិបតីត្រាំបានគូបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថាលោកចង់ឃើញសន្តិភាពស្ថិរភាពរវាងកម្ពុជានិងថៃក្នុងន័យនេះលោកប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ដើម្បីធានាមិនឲ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្ដោយព្រំដែនកម្ពុជាថៃនោះទេជាមួយនឹងគ្នានេះសម្ដេចបវរធិបតីក៏បានបញ្ជាក់ផងដែរថាកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ